ស្វាមីភរិយាទេពបុព្រឹកនិងជីទីវីក៏ទោសថៃចំពោះការប្រមាថសាសនានិងទេវរូបតំណាងអំណាចនៃចក្រវាឡបន្ទាប់ពីកងទ័ពថៃឈ្លានពាននឹងបានវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាបានធ្វើឲ្យពិភពលោកស្គាល់ទោសយ៉ាងខ្លាំងក្នុងនោះដែរគូស្វាមីភរិយាតារាចម្រៀងលោកជាដេវីតនិងទេពបុព្រឹកបានធ្វើការស្គាល់ទោសយ៉ាងខ្លាំងចំពោះទង្វើរបស់ថៃលើវិស័យសាសនាតារាចម្រៀងរ៉េបជាដេវីតនិងទេពបុព្រឹកបានរៀបរាប់ថាក្នុងនាមខ្ញុំនិងភរិយាជាអ្នកបានដល់នៅគោរពប្រតិបត្តិសាសនាបុព្វបុរសព្រមទាំងគោរពអោនលំទោនប្រកាន់ភ្ជាប់នៅការគោរពលទ្ធិទេវរាជនិងត្រៃមរតិសូមប្រកាសថ្កោលទោសដល់ពូជអម្បូរថៃដែលជាអម្បូរនៃឃាតករសាសនាការប្រមាថចំពោះទេវរូបដែលតំណាងឲ្យអំណាចនៃចក្រវាឡទោសនេះនឹងធ្លុះធ្លាយធ្លាក់ជាភ្លើងធ្លាក់ចំកណ្ដាលដួងកោបបិសាចនៃអម្បូរថ្មើរយ៉ាងប្រកបជានាពេលដ៏ខ្លីខាងមុខដោយអំណាចនៃស្ដេចអាថានបុព្វបុរសនិងកំណត់ជាប់វាសនាជនទាំងនោះឲ្យជាប់នៅក្នុងវាលដែលដុតរំគាលដោយភ្លើងសូមឲ្យសម្លេងឧទ្ទិសឋាននៃសាវកទូទាំងទ្វីបដែលបានដង្ហើយសូមដល់ទ្រង់សូមឲ្យមានអនុភាពកំទេចពូជសាសន៍ដែលបានកំទេចនៅរូបសំណាកដែលបានប្រតិឋានទុកជាទីគោរពប្រតិបត្តិដ៏ខ្ពង់ខ្ពស់បំផុតមិនត្រឹមតែគូស្វាមីភរិយាលោកជីឌីវីតនិងទេពបុព្រឹកប៉ុណ្ណោះទេដែលចេញមុខថ្កោលទោសចំពោះទង្វើអាក្រក់របស់ថៃសូម្បីតែមហាជនទូទាំងក្នុងនិងក្រៅប្រទេសបានសម្ដែងនៅការសោកស្ដាយនិងថ្កោលទោសការវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងទឹកដីប្រទេសកម្ពុជាផងដែរគោះបញ្ជាក់ផងដែរថាបន្ទាប់ពីកងទ័ពថៃបានឈ្លានពាននិងបានវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាបានធ្វើឲ្យពិភពលោកថ្កោលទោសជាខ្លាំងជាស្ដែងក្រសួងធម្មការនិងសាសនាស្នើដល់សាសនិកទូទាំងពិភពលោកនិងសហគមន៍អន្តរជាតិថ្កោលទោសសកម្មភាពថ្មិលអត់សាសនារបស់កងទ័ពឈ្លានពានថៃដែលបានវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាក្រសួងធម្មការនិងសាសនាចេញញត្តិថ្កោលទោសការវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា